บសួរលោកស្រីបាទខ្ញុំបាទសុកសានអាឡៃជាចក្ខុកលានឧបថាឯកទេសភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតថ្ងៃនេះខ្ញុំសូមធ្វើបទបង្ហាញអំពីកំហើញភ្នែកកំហើញមានន័យថាភ្នែកយើងអាចមើលឃើញល្អបានលុះណាតែភ្នែករបស់យើងមិនមានបញ្ហាសុខភាពរបស់ភ្នែកគឺល្អមិនមានជំងឺបាទអញ្ចឹងកំហើញដែលមានបញ្ហាគឺអាចបណ្ដាលមកពីអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមដែលជំងឺទឹកនោមផ្អែមរបស់គាត់ធ្វើឲ្យមានបញ្ហាទៅដល់សរសៃបាតភ្នែកឬក៏អ្នកជំងឺលើសសម្ពាធឈាមដែលសម្ពាធឈាមរបស់គាត់ធ្វើឲ្យប៉ះពាល់ដល់សរសៃបាតភ្នែកដើម្បីវាស់កំហើញបានត្រឹមត្រូវយើងត្រូវប្រើឧបករណ៍សម្រាប់ក្នុងការវាស់កំហើញរួមមានយើងប្រើបានវាស់កំហើញគេហៅ e-chart បាទយើងមានខ្សែម៉ែត្រឬក៏ម៉ែត្ររឹងសម្រាប់វាស់ចម្ងាយពីអ្នកជំងឺមកបានបាទយើងប្រើមានឧបករណ៍គ្របភ្នែកបាំងភ្នែកហ្នឹងហើយឬក៏មានឧបករណ៍មួយទៀតយើងមានរុនគេហៅថា pinhole សម្រាប់ឲ្យអ្នកជំងឺមើលបាទយើងមានពិលសម្រាប់ឆ្លោះម្ចាំងភ្នែកកំហើញភ្នែករបស់គាត់បាទយើងមានអក្សរ E តូលក្នុងការពន្យល់គាត់ថាតើអក្សរ E ហ្នឹងបែរទៅណាបាទហើយក៏កន្លែងខ្លះយើងចាំបាច់ត្រូវមានបងស្អិតដើម្បីបិទបានវាស់កំហើញរបស់យើងនៅលើជញ្ជាំងបាទហើយក៏យើងត្រូវមានប៊ិចសម្រាប់សរសេរកត់ត្រាឬក៏យើងប្រើប៊ិចដែលមានពណ៌លឿងឬក៏ពណ៌បៃតងអីចឹងដើម្បីចង្អុលបង្ហាញនៅលើ e-chart ហ្នឹងអូខេហើយក៏យើងត្រូវមានឯកសារសម្រាប់កត់ត្រារបស់អ្នកជំងឺទីកន្លែងសម្រាប់វាស់កំហើញគឺយើងអាចវាស់កំហើញនៅក្នុងបន្ទប់ដែលមានពន្លឺច្បាស់លាស់បាទមានពន្លឺភ្លឺពន្លឺមិនចាំងភ្នែកអ្នកជំងឺហើយពីបានទៅអ្នកជំងឺអង្គុយគឺចម្ងាយយ៉ាងតិច3ម៉ែត្ររបៀបនៃការវាស់កំហើញបាទដំបូងគឺយើងមើលទីធ្លាថាតើបន្ទប់ឬក៏នៅទីធ្លាដែលមានពន្លឺច្បាស់បាទបន្តមកទៀតយើងបិទបាំងវាស់កំហើញដោយឲ្យជួរទី5នេះបាទនៅស្មើនឹងនីវ៉ូភ្នែករបស់អ្នកជំងឺបាទបន្តមកទៀតយើងឲ្យអ្នកជំងឺអង្គុយទល់មុខនឹងបាំងបាទដែលមានចម្ងាយ3ម៉ែត្រពីបាំងបាទបន្តមកទៀតយើងពន្យល់អ្នកជំងឺអំពីរបៀបនៃការមើលអក្សរហ្នឹងបាទដល់យើងយកអក្សរ E តូលមកពន្យល់គាត់ដើម្បីឲ្យគាត់បង្ហាញថាតើទិសនៃអក្សរ E តូលហ្នឹងបែរទៅខាងណាប្រសិនបើយើងដាក់ចេះមានន័យថាឲ្យគាត់ធ្វើដៃរបៀបចេះបើសិនជាយើងដាក់ចេះគាត់មើលឃើញឲ្យគាត់ធ្វើដៃរបៀបចេះបាទបើសិនយើងដាក់ចេះហើយគាត់មើលឃើញឲ្យគាត់ធ្វើដៃរបៀបចេះបាទអញ្ចឹងព្រោះនៅក្នុងបានហ្នឹងវាមានរូបអក្សរ E ហ្នឹងច្រើនអញ្ចឹងនៅពេលដែលយើងចង្អុលគាត់នឹងបង្ហាញថាតើទិសដៅនៃអក្សរខ្មៅពណ៌ខ្មៅហ្នឹងវាបែរទៅណាខ្លះដោយឲ្យគាត់ធ្វើសញ្ញាដៃទៅនេះចុះក្រោមឡើងលើឬក៏មកខាងនេះទេតមកទៀតយើងឲ្យសាក់លបងឲ្យគាត់មើលដោយប្រើភ្នែកទាំងពីរសិនបាទដល់យើងមកចង្អុលទេនៅទីនេះស្រាប់មកយើងចង្អុលអក្សរធំនេះហើយសួរគាត់បើគាត់ឃើញហើយគាត់ធ្វើកាយវិការឬក៏គាត់ប្រាប់យើងត្រូវបាទយើងអាចសាកតេស្តអក្សរនេះមួយទៀតនៅពេលដែលគាត់យល់ពីរបៀបនៃការមើលហើយអញ្ចឹងយើងសូមឲ្យគាត់គ្របឬក៏បាំងភ្នែកខាងឆ្វេងរបស់គាត់បាទយើងអាចប្រើឲ្យគាត់ដោយប្រើដៃគ្របឬក៏យើងឲ្យឧបករណ៍សម្រាប់គ្របរបស់យើងទៅគាត់គ្របបាទជាដំបូងគឺយើងឲ្យគាត់គ្របដោយបាំងភ្នែកខាងឆ្វេងហើយទុកឲ្យភ្នែកខាងស្ដាំសម្រាប់គាត់ពិនិត្យមើលមកបានរបស់យើងបាទអានេះយើងប្រើបានបន្ទះសម្រាប់គ្របតែប្រសិនបើអ្នកជំងឺគាត់ប្រើដៃសម្រាប់គ្របអញ្ចឹងគ្របភ្នែកអញ្ចឹងយើងត្រូវកំណត់សម្គាល់ថាគាត់ប្រកាសជាមិនសង្កត់ភ្នែករបស់គាត់ខ្លាំងដោយយើងយកតែបាតដៃគ្របភ្នែកទៅបានហើយណាហាមមិនឲ្យគាត់សង្កត់ភ្នែកខ្លាំងការ
វាស់កំហើញគឺយើងតែងតែអនុវត្តការវាស់កំហើញផ្នែកខាងស្ដាំមុនដែលយើងបាំងឬក៏គ្របផ្នែកខាងឆ្វេងបាទអញ្ចឹងផ្នែកខាងស្ដាំជាអ្នកមើលក្នុងការឃើញលទ្ធភាពប៉ុន្មាននៅពេលយើងវាស់រួចយើងកត់លទ្ធផលហើយបាទយើងវាស់ផ្នែកខាងឆ្វេងវិញដល់យើងបាំងឬក៏គ្របផ្នែកខាងស្ដាំវិញម្ដង